ខ្មោចស្រីនៅក្នុងបន្ទប់ពេទ្យរឿងនេះគឺជារឿងពិតរបស់បងប្រុសខ្ញុំកាលគាត់នៅជានិស្សិតពេទ្យដែលបានកន្លងហួសអស់ទៅជាច្រើនឆ្នាំប៉ុន្តែរូបគាត់ក៏មិនអាចបំភ្លេចបាននៅរឿងដ៏សែនរន្ធត់មួយនេះសម្រាប់ខ្លួនគាត់ផងដែរហើយគាត់បាននិយាយរឿងរ៉ាវទាំងអស់នេះប្រាប់ឲ្យខ្ញុំឲ្យបានដឹងថាកាលជាង20ឆ្នាំមុនដែលគាត់រៀបនឹងបញ្ចប់ការសិក្សាផ្នែកសញ្ញាបត្រនិស្សិតពេទ្យពេលនោះគាត់ត្រូវបានគេចាត់ឲ្យទៅបំពេញតបកិច្ចនៅមន្ទីរពេទ្យចាស់មួយកន្លែងនៅទីក្រុងភ្នំពេញដែលគាត់ត្រូវបំពេញការងារវេនយប់ដោយមន្ទីរពេទ្យនោះត្រូវបានគេសាងសង់ឡើងអស់រយៈពេលជាង80ឆ្នាំទៅហើយដែលមានសភាពស្ងប់ស្ងាត់គឺមានតែពូសន្តិសុខម្នាក់ដែលយាមនៅខាងមុខទ្វាររបស់មន្ទីរពេទ្យនិងគ្រូពេទ្យ 3-4 នាក់ទៀតដែលយាមនៅការិយាល័យអគារបន្ទប់ផ្សេងៗគ្នាដូចជាបងប្រុសខ្ញុំផងដែរចំណែកឯតាមអគារនីមួយៗវិញចាស់ទ្រុឌទ្រោមជញ្ជាំងប្រេស្ទើតែរលំនិងសម្ភារៈប្រើប្រាស់ចាស់ៗហាក់បីដូចជាមិនដែលប្រើប្រាស់ជាច្រើនឆ្នាំរីឯតាមបន្ទប់មានភ្លើងអំពូលក្រហមមេនិងគ្មានអ្នកជំងឺនោះឡើយតែព្រីបានដូចជាមន្ទីរពេទ្យដែលគេបោះបង់ចោលអញ្ចឹងនៅយប់មួយបងប្រុសខ្ញុំបានយាមនៅការិយាល័យបន្ទប់របស់គាត់ដែលគាត់ត្រូវធ្វើការដូចធម្មតាពេលនោះគាត់បានអង្គុយមើលទូរស័ព្ទបន្តិចក្រោយមកគាត់បានសម្រេចលើសាឡុងលក់ដោយមិនដឹងខ្លួនមួយភាំងលុះពេលគាត់ភ្ញាក់ពីដំណេកមកវិញពេលវេលាឈានចូលម៉ោង1យប់រំលងអាទិត្យទៅហើយពេលនោះគាត់បានអង្គុយមើលទូរស័ព្ទបន្តទៀតលុះមួយសន្ទុះធំក្រោយមកពេលវេលាម៉ោង7ឈានចូលម៉ោង2ស្រាប់តែគាត់បានឮសំឡេងរទេះរុញកេតកាត់នៅក្នុងបន្ទប់មួយដែលនៅចុងអាគារផ្លូវចេញពេលនោះគាត់មិនបានចាប់អារម្មណ៍នោះឡើយប៉ុន្តែបន្តិចក្រោយមកទៀតសំឡេងនោះកាន់តែខ្លាំងលឺឡើងរួចហើយបងប្រុសខ្ញុំចាប់ដើមមានអារម្មណ៍សង្ស័យដោយភាពចង់ដឹងកាន់តែច្បាស់ដើម្បីបំបត្តិភាពងឿងឆ្ងល់នៅក្នុងចិត្តរូបគាត់បានដើរពីការិយាល័យទៅកាន់បន្ទប់ដែលមានឮសំឡេងនោះដោយដើរភ្នំយឺតទាំងភ័យខ្លាចនិងប្រុងប្រយ័ត្នជាទីបំផុតប៉ុន្តែគាត់ខំព្យាយាមទប់អារម្មណ៍ព្រោះអីគាត់គឺជាគ្រូពេទ្យពេលទៅដល់មុខបន្ទប់បងប្រុសខ្ញុំបានបើកទ្វារតិចបង្ហើបមើលទៅខាងក្នុងប៉ុន្តែមិនឃើញមានអ្វីទាំងអស់គឺឃើញតែរទេះរុញនៅចំកណ្ដាលបន្ទប់និងសម្ភារៈផ្សេងទៀតដែលរញ៉េរញ៉ៃនៅក្នុងបន្ទប់នោះតែប៉ុណ្ណោះពេលនោះគាត់បានចូលទៅក្នុងដើម្បីរៀបចំសម្ភារៈរញ៉េរញ៉ៃទាំងអស់នោះដោយកៅភ្នែកក្រឡាប់ចុះក្រឡាប់ឡើងភ្លាមនោះស្រាប់តែភ្លើងអំពូលនៅក្នុងបន្ទប់ចាប់ដើមផ្លឹបផ្លែតដូចជាដាច់ចរន្តភ្លឺចុះឡើងបានធ្វើឲ្យបងប្រុសខ្ញុំរៀងភ័យខ្លាចជាងមុនបន្តិចនិងបានខំរៀបចំសម្ភារៈយ៉ាងលឿនឲ្យឆាប់រួចរាល់ប្រញាប់ទៅការិយាល័យវិញប៉ុន្តែពេលនោះស្រាប់តែទ្វារបន្ទប់បានបិទដោយខ្លួនឯងលន់សូក្រឹបបានធ្វើឲ្យបងប្រុសខ្ញុំរត់តែភ័យកើនឡើងទ្វេដងនិងបានស្ទុះទៅបើកទ្វារបន្ទប់ភ្លាមក៏ប៉ុន្តែគាត់បើកមិនបានសោះបន្ទាប់មកគាត់បានយកទូរស័ព្ទខលទៅពូសន្តិសុខដើម្បីរកជំនួយតែទូរស័ព្ទគាត់គ្មានសេវានោះឡើយរំពេចនោះរទេះរុញដែលនៅជាប់គ្រែអ្នកជំងឺស្រាប់តែមានចលនាទៅមុខដោយខ្លួនឯងដោយទៅមុខបន្តិចម្ដងនិងភ្លើងអំពូលញញាក់ផ្លឹបផ្លែតខ្លាំងជាងមុនមិនតែប៉ុណ្ណោះក៏ឮសូរមានសំឡេងមនុស្សស្រីសើចតិចខ្ទើងុំពេញបន្ទប់ផងដែរដែលបានធ្វើឲ្យបងប្រុសខ្ញុំចាប់ដើមបែកញើសសស្រាក់និងបេះដូងលូតញាប់ស្ទើរកាំងម្ដងរួចហើយរូបគាត់ខំកន្ត្រាក់បើកទ្វារបន្ថែមទៀតនិងបានស្រែករកជំនួយកាន់តែខ្លាំងប៉ុន្តែហាក់បីដូចជាគ្មាននរណាម្នាក់ឮគាត់ស្រែកហៅនោះទេពេលនោះស្រាប់តែមានសំឡេងមនុស្សស្រីម្នាក់បានសើចនៅខាងក្រោយខ្នងរបស់គាត់ដោយសំឡេងសើចរឹតតែច្បាស់ខ្ទើខ្ទារឹតតែខ្លាំងជាងមុនភ្លាមនោះបងប្រុសខ្ញុំបានងាកត្រឡប់ក្រោយមកវិញក៏ប៉ុន្តែគាត់ភ្លឹកភ្លាំងស្ទើរស្រឡាំងកាំងដោយបានឃើញមនុស្សស្រីម្នាក់អង្គុយលើរទេះរុញអ្នកជំងឺដោយស្លៀកពាក់សក់វែងអន្លាយគ្រាប់ភ្នែកសុទ្ធតែឈាមរួមមានក្លិនស្អុយអាសោចយ៉ាងខ្លាំងនិងបានញញឹមមករកគាត់ដោយទឹកមុខគួរឲ្យខ្លាចព្រឺព្រួចបំផុតពេលនោះពេលបងប្រុសខ្ញុំឃើញភ្លាមគាត់ភ្ញាក់លុះអស់ប្រលឹងដែលបានឃើញទិដ្ឋភាពទាំងអស់នោះរួចហើយគាត់បានស្រែកផងយំផងដើម្បីឲ្យគេជួយរីឯខ្មោចស្រីម្នាក់នោះក៏នៅតែញញឹមមករកគាត់មិនតែប៉ុណ្ណោះ
ប្រទេសរុញដែលមានខ្មោចស្រីកំពុងអង្គុយនៅពីលើក៏ចាប់ដើមមានចលនាសារជាថ្មីសម្ដៅមករកគាត់តិចៗដែលបានធ្វើឲ្យបងប្រុសខ្ញុំរឹតតែភ័យខ្លាចរហូតទ្រាំមិនបានក៏សន្លប់នៅក្នុងបន្ទប់ពេទ្យនោះទៅលុះមួយសន្ទុះធំក្រោយមកទើបបងប្រុសខ្ញុំដឹងខ្លួនមកវិញនឹងបានឃើញគ្រូពេទ្យ4នាក់ទៀតរួមទាំងពូសន្តិសុខកំពុងចាប់ខ្យល់ឲ្យរូបគាត់រួចហើយបងប្រុសខ្ញុំបាននិយាយរឿងរ៉ាវទាំងអស់ប្រាប់ទៅគ្រូពេទ្យនិងពូសន្តិសុខឲ្យបានដឹងរឿងគ្រប់គ្នាលុះព្រឹកឡើងបងប្រុសខ្ញុំដោយភាពភ័យខ្លាចខ្លាំងពេករូបគាត់សុំបដូរកន្លែងបំពេញកាប់កិច្ចការងារភ្លាមហើយរឿងនេះបន្សល់ទុកនៅភាពភ័យខ្លាចយ៉ាងខ្លាំងសម្រាប់គាត់ជានិច្ចរហូតមកដល់សប្តាហ៍ថ្ងៃនេះហើយគាត់ក៏មិនអាចបំភ្លេចនៅទស្សនវិជ្ជាដ៏សែនរន្ធត់នៅក្នុងពេលវេលាយប់នោះឡើយ